រាជជាមួយនឹងបាទក្រសួងការពារជាតិដោយឯកសណ្ឋានរបស់ខាងក្រមប្រខណ្ឌរាជមានឯកសណ្ឋានពណ៌ផ្ទៃមេឃរីឯខាងក្រសួងការពារជាតិមានឯកសណ្ឋានពណ៌ក្រហមបាទបើនិយាយទៅខាងក្រសួងការពារជាតិនេះអត់មានជនបរទេសលេចូលទេគឺសិតតែជនជាតិកម្ពុជាសុទ្ធតែម្ដងបាទចាញ់ផ្ដើមមកបាល់ជាប់ជើងខាងក្រសួងការពារជាតិរុញចូលទៅឲ្យខាងគ្នាគេកដាលបោះមកស្លាប់កញ្ឆ្វេងផុតជើងហើយឡុងចូលកដាលមួយទៀតស្លាប់កញ្ឆ្វេងរត់តាមទាន់នេះអត់ទេបាល់ចេញក្រៅទុះឥឡូវបាល់បានបាទជាប់ជើងខាងខាងនេះគឺជ្រុងចេញមកពីជ្រុងហើយឡុងចូលមកកដាលតែលេខ27 $របានមកគ្រាប់នាទីទី38បាទប្រខណ្ឌរាជរបានមកគ្រាប់នាំមុខក្រសួងការពារជាតិហើយឥឡូវយើងមើលរូបភាពយឺតម្ដងទៀតបច្ចេកទេសនៃការតែតល្អរបស់$នោះបាទបាល់ចេញពីជ្រុងមកគេតែតចូលតែម្ដងបាទចាប់តង់ទី1ឃើញថារកបានមកគ្រាប់របស់$ឥឡូវចូលដល់តង់ទី2បាល់ជាប់ជើងខាងក្រសួងការពារជាតិតាក់ជើងយកវិញអត់ទេផុតហើយចូលមកហើយមានឱកាសហើយបោះទៅឯណាចេះអូមកស្លាប់ខាងនេះវិញម្ដងល្អមែនតើមើលសុបពីចម្ងាយមកគ្រាប់ពេញសាច់តែម្ដងពាក់លេខ9កីឡាអង្គតារាបាទរកបានមកគ្រាប់ក្នុងនាទីទី54យើងមើលរូបភាពយឺតម្ដងទៀតក៏ទៅឡុងពីចម្ងាយដែរមិនធម្មតាទេឡុងចូលមកគង់កាត់យាងនឹងគឺហក់ចាប់ក៏អត់ទាន់ដែរបាទបាល់ចាប់ដើមទៀតជាប់ជើងខាងប្រការរាជតែត្រូវខាងការពារជាតិយកបានទៅវិញបោះមកឲ្យហើយរត់លឿនមែនទែនខ្មាញ់តែម្ដងតគ្នាចូលមកតំបន់គ្រោះថ្នាក់ទៀតហើយយ៉ាងមិនដែរអូមកគ្រាប់ទៀតហើយកីឡាករបាទពាក់លេខ17បាទឈ្មោះឈិនឈួនបាទក្នុងនាទីទី55នាទីសោះរកបានមកគ្រាប់ទៀតយើងមើលរូបភាពយឺតបាទចូលមកតំបន់គ្រោះថ្នាក់ល្អណាស់តែខាងណូដូលទៅមានឱកាសកាត់យើងចេញមកហួសទៀតបានមកគ្រាប់ទៀតក្នុងនាទីទី55បាទតមកទៀតប្រខណ្ឌរាជមានឱកាសយកបាល់មកវិញតែត្រូវក្រសួងការពារជាតិទប់បាល់ទៀតមកស្លាប់វិញម្ដងលឿនមែនតែនចូលមកគ្រាប់ទៀតឥឡូវហើយសុទ្ធទៅបោះមកឲ្យគ្នាឯងនេះសុទ្ធមកគ្រាប់ទៀតបានមកគ្រាប់ទៀតបាទកីឡាករពាក់លេខ7បាទពឹងភិរិទ្ធក្នុងនាទីទី80អូបានមកគ្រាប់ទៀតបាទបាទយើងឃើញថាការប្រកួតនៅក្នុងវគ្គទី1រវាងកីឡាករក្រុមប្រខណ្ឌរាជជាមួយនឹងក្រសួងការពារជាតិចុងចាប់ម៉ោងនោះឃើញថាពិន្ទុ3-1បាទ